ឲ្យប្រើប្រាស់លើជ្រុងធម្មតាទេបាទខ្ញុំសូមវាយមកអ្នកនេះវាយតាម CentOS គេ download អូខេបន្តមកទៀតអ្នកនេះឃើញ link ឥឡូវគេនេះបាទវាមានជា CentOS ឆ្លងនឹងមួយមកអ្នកនេះឃើញជាផ្ទាំងមួយទៀតបាទអញ្ចឹងចាំតិចទៅដោយសារ internet ខ្ញុំអាចនឹង slow អូខេអញ្ចឹងវាកុំព្យូទ័ររបស់ខ្ញុំនេះគឺខ្ញុំ run ជា Windows អញ្ចឹងខ្ញុំអាចនឹងយក file មួយនេះដើម្បី store នៅក្នុង VMware របស់យើងបាទ VMware របស់យើងមួយនេះឯងVMware បាទ Workstation Pro ហ្នឹងអូខេអញ្ចឹងអ្នកនរគ្នាគ្រាន់តែ download ISO របស់វាមកបាទយើងប្រើជាx86 និង x64 បាទអញ្ចឹងអ្នកនរគ្នាអាច download បានជាលើ mirror នេះមួយនេះនៅក្នុង ISO អូខេចុះចូលចាំវាបន្តិចទៅអញ្ចឹងអ្នកនរគ្នាឃើញអានេះវាមានលេខ10លេខ9ណាអញ្ចឹងយើងអាច download ជាសម្រាប់ version មួយណាក៏បានដែរសម្រាប់ last version គឺដាក់លេខ10 last version ឬក៏អ្នកនរគ្នាចង់ download ជាលេខ9អ្នកនរគ្នា select លេខ9បាទលេខ9ហើយអ្នកនរគ្នាលើ mirror នេះទៅគឺវា download ឲ្យដូចគ្នាអូខេអញ្ចឹងយើង start download ទៅគឺបានហើយបាទ start download ទៅគឺបានហើយអញ្ចឹងខ្ញុំសូម cancel ទៅដោយសារខ្ញុំមានជា file នឹងស្រាប់អីបាទនៅក្នុង explorer របស់ខ្ញុំមួយនេះបាទខ្ញុំមានជា CentOS stream បាទរបស់ខ្ញុំគឺ version 9ទេបាទអត់ដល់10ទេអូខេអញ្ចឹងយើងដើម្បីយើងទៅឡើងទៅលើ CentOS មួយហ្នឹងបាទអ្នកនរគ្នាគឺត្រូវប្រើប្រាស់ទៅលើ VMware ឬលើមុនអញ្ចឹងបាទអូខេអញ្ចឹងយើងបើកលើ VMware របស់យើងមកបាទអញ្ចឹងខ្ញុំសូមបើក show សម្រាប់បើកខ្ញុំមកនេះបាទ skip version សិនទៅអូខេអញ្ចឹងគឺយើងឃើញហើយនេះគឺ set ខ្ញុំបាន download ដំបូងឥឡូវខ្ញុំសូមធ្វើការ install លើអ្នកគ្នាមើលម្ដងទៀតបាទជាស្រេចអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមinstall បាទជាលើ create a new visual machine មកបាទអ្នកនរគ្នាtypical អញ្ចឹងយើងជួយយកអានោះមក next មកបាទអញ្ចឹងយើងចាប់ផ្ដើមbrowse បាទ browse នេះយើងយកទៅលើ file ដែលយើងបាន download មុនហ្នឹងបាទមួយនេះ CentOS stream plus បាទអញ្ចឹងអ្នកនរគ្នាចុច next មកបាទយើងវាយ full name មកសម្រាប់ឈ្មោះអូខេខ្ញុំសូមដាក់តែអញ្ចឹងទៅអូខេយើង username ខ្ញុំសូមដាក់ឈ្មោះបាទខ្ញុំទៅបាទអញ្ចឹងសូមអក្សរទូចទៅបាទអញ្ចឹង password ខ្ញុំដាក់ធម្មតាទៅ password ដែលយើងចាំខ្លួនឯងណាអូខេយើងចុច next មកបាទអញ្ចឹង location របស់វាដែលចង់ drop វានៅលើ file មួយណាដែរដែលយើងចង់ឲ្យវាមាន storage នៅក្នុងហ្នឹងអញ្ចឹងណាធម្មតាវាកាត់ 20G អត់ដូច visual អត់ដូច Windows server របស់យើងទេគឺវាចាក់កាត់ 60G អញ្ចឹងអាហ្នឹងវាកាត់តែ 20G ទេស្រាប់ Linux អញ្ចឹងខ្ញុំសូមដាក់នៅក្នុងហ្នឹងទៅអូខេក្នុងហ្នឹងមកទៅអូខេហើយខ្ញុំដូរឈ្មោះវាបន្តិចបាទឈ្មោះ CentOS test អញ្ចឹងទៅអូខេចុច next មកបាទនេះវាជា default តែម្ដង maximum យើងទៅ 20G សម្រាប់ CentOS អូខេជាយើង file យកប៉ុណ្្នឹងទៅដោយសារតែ Linux គឺខ្ញុំមិនចង់បង្ហាញអ្នកនរទៅការ run ទៅលើ graphic interface ទេគឺយើង run ជា command line ទេអញ្ចឹងយើងដាក់ 20G ទៅគ្រប់គ្រាន់ហើយបាទមួយទៀតទៅលើ store សម្រាប់ file របស់យើងវិញបាទពីចុចខ្ញុំ store ជា single file បាទ multiple file នេះគឺអ្នកអាច store បានដូចគ្នាដែរខ្ញុំចង់ store តែមួយ file ទេអូខេក្រោម room តែម្ដងបាទនិចមកអ្នកនរគ្នាកន្លែងនេះអ្នកនរគ្នាអាច customize លើ hardware បានទៅលើ CentOS ឬក៏ Linux របស់យើងហ្នឹងអ្នកនរគ្នាចង់បាន memory ប្រហែល G ដែរបាទខ្ញុំសូមដាក់ 3G ឬក៏ 4G បាទតាមចិត្តរបស់យើងទេអូខេហើយទៅលើ CPU អ្នកនរគ្នាចង់បានប្រហែលហ្នឹងគឺតាមខ្លួនឯងទៅខ្ញុំសូម add តែ memory ទៅបានហើយអូខេអញ្ចឹង finish មកអូខេអញ្ចឹងរកចាំវាបន្តិចអូខេអញ្ចឹងវាឃើញមកទម្រង់មួយទៀតខ្ញុំបិទនេះទៅបាទតោះអូខេអញ្ចឹងយើងចាប់ផ្ដើមលេខលើ CentOS យើងតែម្ដងបាទក៏ Linux អញ្ចឹងអូខេអញ្ចឹងសូមរកចាំវាបន្តិចទៅខ្ញុំអាចនឹងគុណវីដេអូនេះដែរកុំឲ្យវាវែងបាទអូខេអញ្ចឹងវាចាប់ដើម install បានចិត្តចប់ហីបាទអូខេអញ្ចឹងវាចេញមក page ជា CentOS stream 9ហ្នឹងបាទអញ្ចឹងអ្នកនរគ្នាគ្រាន់តែលើកភាសាមកបាទអានោះជាវាមានខ្មែរដែរតែសូម recommend ដាក់អង់គ្លេសទៅបាទខ្ញុំពិបាកមើលបន្តិចអញ្ចឹងខ្ញុំសូម continue បាទអូខេអញ្ចឹងបន្ទាប់ពីដល់ហ្នឹងហើយអ្នកនរគ្នាឃើញទម្រង់បែបហ្នឹងអ្នកនរគ្នាឃើញប៊ូតុងប៉ុសនេះ
រូបសញ្ញាឧទាហរណ៍នេះហើយហ្នឹងគឺយើងត្រូវ configure វាដើម្បីវាដែរអញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះអ្នកនរគ្នាត្រូវការ installation destination script មកយើងចាប់ផ្ដើម configure វាមកបាទអ្នកនរគ្នាខុស select លើ 20G នេះទៅដែលថា cannot វាជា static អូខេគ្លីកវាទៅបាទបន្តមកទៀតយើង done វិញមកបាទនេះអូខេចាំវា check static ហើយគឺវា select ឲ្យយើងបាទនេះអូខេយើងយក auto ណាកុំ customize អូខេអញ្ចឹងមួយទៀតទៅលើ root password បាទ root password account នេះបាទអញ្ចឹងអ្នកនរគ្នាអាចបង្កើតជា password មួយទៀតនៅពេលដែលយើងត្រូវការ login ឬមកក៏ hacker ត្រូវការ login user របស់យើងគេត្រូវការឆ្លងកាត់ពី password ជាមួយនឹង root ជាមួយនឹង account password ដូចគ្នាអញ្ចឹងអ្នកនរគ្នាត្រូវការបិទ root password មួយទៀតដើម្បីឲ្យវា secure កាន់តែខ្លាំងអូខេខ្ញុំសូមដាក់ password នៅ root ហ្នឹងមួយទៀតទៅអូខេអានេះវាអត់នេះទៀតបើថាយើងត្រូវដាក់ strong password ឲ្យអានេះវាពេញមិនវាយល់អូខេខ្ញុំសូមដាក់ strong មួយទៀតទៅ password ដែលវាជា strong អូខេអញ្ចឹងយើងគ្រាន់តែ allow ទៅលើ root ASA មួយនេះបើអ្នកនរគ្នាយល់ពី web ឬមួយក៏ការ security ទៅលើ web អ្នកនរគ្នាដឹងហើយ ASA មួយហ្នឹងអូខេខ្ញុំមកចង់បកស្រាយច្រើនទេយើងចុច done ទៅបាទបន្តទៀតអ្នកនរគ្នាចុចលើ user creation នេះបើសិនគេកាន់ន័យថាយើងចង់បង្កើត user account មួយទៀតអូខេអញ្ចឹងមុនហ្នឹងគឺខ្ញុំបានបង្កើតជា root password ឥឡូវយើងអត់ចង់ប្រើជា root account ឬមួយក៏យើងមិនចង់ជាប្រើ main account ទេយើងចង់ប្រើជា demo account មួយទៀតដែលវាមានសិទ្ធិដូចជា administrator របស់យើងអញ្ចឹងឬមួយក៏ admin របស់យើងអញ្ចឹងអូខេខ្ញុំសូមដាក់ឈ្មោះរបស់ខ្ញុំទៅអូខេ admin អូខេខ្ញុំ require ឲ្យវា use password មួយហ្នឹងដូចគ្នាមុនហ្នឹងគឺ root របស់យើងគឺខ្ញុំនិយាយមុនហ្នឹងគឺវាបាន password 2 ដងបាទជា root ផងជា account របស់យើងផងអូខេអញ្ចឹងខ្ញុំសូមដាក់នេះទៀតទៅអូខេអញ្ចឹងសូមចាំផងទៅលើ password ដែលយើងបានដាក់ហើយបាទបើភ្លេចអាចនឹងចប់ហើយអូខេបាទអញ្ចឹងខ្ញុំ make these users ឲ្យវាអាចមានសិទ្ធិដូចទៅលើ administrator របស់យើងបាទយើងដាន់មកអូខេអញ្ចឹងយើងបង្កើតជា user រួចរាល់បាទមួយទៀតអ្នកនរគ្នាលើ software selection នេះក្នុងនេះអ្នកនរគ្នាមិនបាច់ត្រូវការ click ដើម្បីទាញយកទៅលើ feature ផ្សេងៗទេចាំយើងចាប់ផ្ដើមទៅមេរៀនបន្ទាប់យើងនឹងនិយាយអំពី feature មួយតែម្ដងអញ្ចឹងអ្នកនរគ្នាត្រូវការរើសទៅកន្លែងនេះទេបាទ best environment របស់យើងនេះអ្នកនរគ្នាត្រូវការរើសទៅលើ server មួយនេះដើម្បីអីយើងប្រើប្រាស់តែ command line ទេយើងអត់ប្រើប្រាស់ជា GUI ទេបើថា graphic user interface យើងអត់ចង់ប្រើទេកុំឲ្យវាដូចជាមួយនឹង Windows server របស់យើងដែលយើងចង់ប្រើតែ command line ជាអូខេអញ្ចឹងវីដេអូនេះគឺយើងនឹងនិយាយពី command line ហើយអូខេខ្ញុំសូម click យក server មកបាទអ្នកនរគ្នាដានមកអូខេអញ្ចឹងយើងចុច begin installation នេះអូខេអញ្ចឹងយើងចាំពី82ម៉ោងសិនទៅជាមួយវារានហើយវា install ហើយអ្នកនរអាចចូល command line វាបានហើយអូខេខ្ញុំនឹងគុណវីដេអូនឹងដូចគ្នាកន្លែងហ្នឹងដែរកុំឲ្យគ្នាយើងចាំយូរដែរអូខេអញ្ចឹងឥឡូវវាចាប់ដាក់ complete ហើយបាទអ្នកនរគ្នាគាត់ជួយ reboot system មកប៉ុន្តែយើង restart system អូខេចាំពេលដែលយើង restart រួចយើងចូលម្ដងទៀតទៅគឺយើងអាចចូលបានហើយអូខេអញ្ចឹងយើងជោគជ័យហើយក្នុងការ install ទៅលើ Linux របស់យើងដែលយើងប្រើនៅក្នុង CentOS Stream 9ហើយ channel របស់វាគឺ 5.14 អូខេអញ្ចឹងខ្ញុំចាប់ផ្ដើម login local របស់ខ្ញុំបាទ local របស់យើងមុនហ្នឹងគឺយើងមានឈ្មោះដែរដែលយើងដាក់ទៅគឺ login ក្នុង user ដែលយើង testing មុនហ្នឹងមកបាទឈ្មោះ K ហើយ password របស់យើងគឺបើសិនជាភ្លេចគឺស្បៃហើយអូខេអញ្ចឹងយើងចូលបាននេះបាទ K local host អូខេចឹងអ្នកនេះអាចលេង comment លើហ្នឹងបានវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីវាមួយដែលយើងត្រូវប្រើនៅក្នុងពីណាដែលយើងត្រូវធ្វើខ្លះឬក៏ធ្វើអីបានខ្លះអូខេចឹងវីដេអូក្នុងថ្ងៃនេះមានប៉ុណ្ណឹងខ្ញុំមានទស្សនៈជាមួយនឹង comment របស់វាអត់មានពណ៌ស្អាតជាមួយខ្ញុំវិធីដូរពណ៌វាស្អាតចឹងណាអូខេអរគុណច្រើនជម្រាបលាក្នុងការមើលអរគុណសម្រាប់ការមើលវីដេអូមួយនេះ